ច្បាប់គឺច្បាប់ទីបំផុតស្ត្រីដែលជាជនបង្កបានចូលខ្លួនដោះស្រាយតាមនីតិវិធីហើយនៅរសៀលថ្ងៃទី30ខែកក្កដាឆ្នាំ2026នេះស្ត្រីឈ្មោះសាមមីជីដែលបានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអវតារ11ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា VC 8989បុកមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីយប់ថ្ងៃទី28ខែកក្កដាឆ្នាំ2026នេះបានចូលខ្លួនមកដោះស្រាយតាមការកោះហៅពីលោកឧត្តមសេនីយ៍ឯកជួនណារិនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយគ្រួសារស្ត្រីជាជនបង្កគ្រោះថ្នាក់នេះបានសហការជាមួយនឹងសមត្ថកិច្ចជំនាញតាមរកកូនស្រីប្រគល់ឲ្យសមត្ថកិច្ចផែនចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមផ្លូវច្បាប់ហើយនេះក៏ដូចទៅនឹងលោកផៃវណ្ណៈបានលើកឡើងមុនថាពិតជាប្របីណាស់មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានច្បាស់ការហើយថានៅវេលាម៉ោង2នាទីរសៀលថ្ងៃទី30ខែកក្កដាឆ្នាំ2026នេះលោកអុកញ៉ាតង់ហុកសេងនឹងនាំកូនស្រីឈ្មោះសាមមីជីទៅប្រគល់ជូនសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់សូមគាំទ្រនៅការសម្រេចចិត្តដ៏ត្រឹមត្រូវនេះដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ជនរងគ្រោះនឹងទទួលបានយុត្តិធម៌ចំណែកមហាជនក៏ទទួលបានការស្ងប់ចិត្តករណីខាងលើនេះកើតឡើងខណៈពេលមានរថយន្តម៉ាកអវតារ11ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា VC 8989បើកវ៉ាចែងចូលទៅផ្លូវម្ខាងទៀតរួចជ្រុលទៅបុកជាមួយនឹងម៉ូតូជនរងគ្រោះម៉ាក Honda Scoopy ពណ៌សពាក់ស្លាកលេខភ្នំពេញ 1XL 4247ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបើយោងតាមអត្តសញ្ញាណប័ណ្ណដែលគេរើសបាននៅកន្លែងកើតហេតុនោះជនរងគ្រោះឈ្មោះគួចលឹមហ៊ានអាយុ35ឆ្នាំមានស្រុកកំណើតនៅឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់នៃសាធារណការចំណែកអត្តសញ្ញាណម្ចាស់រថយន្តត្រូវបានគេស្គាល់ឈ្មោះថាសាមមីជីភេទស្រីអាយុ27ឆ្នាំអាសយដ្ឋានផ្ទះលេខ 789K ផ្លូវ 1800 ភូមិទួលគោកសង្កាត់ទូសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញក្រោយពេលកើតហេតុនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចោះធ្វើការវាស់វែងយករថយន្តម៉ូតូទៅរក្សាទុករងចាំការដោះស្រាយតាមផ្លូវច្បាប់ចំណែកឈ្មោះសាមមីជីដែលគេដឹងថាជាអ្នកបើកបររត់គេចខ្លួនចេញពីកន្លែងកើតហេតុរហូតបានចូលខ្លួនជូនសមត្ថកិច្ចជំនាញឲ្យបន្តនីតិវិធីនៅថ្ងៃនេះហើយឧត្តមសេនីយ៍តូហេងរតនាស្នងការរងរាជធានីភ្នំពេញបានបញ្ជាក់ច្បាស់ៗលើគណនី Facebook ផ្លូវការថាសមត្ថកិច្ចធ្វើការមានដំណាក់កាលធ្វើតាមនីតិវិធីមួយមិនមែនគិតមានក្រតូចធំអីទេសូមអរគុណ